លោកឧត្តមសេនីយ៍ តូ ឈឿន សុចិត្រ កំពុងស្រាវជ្រាវរកការពិតរឿងមន្ត្រីនគរបាលចរាចរណ៍ខេត្តកណ្ដាលរត់ចោលគោលដៅបាញ់ល្បឿនបន្ទាប់ពីបង្កបញ្ហាជាមួយប្រជាពលរដ្ឋទ្វេដំណេយតាមដងផ្លូវរួចមកមន្ត្រីនគរបាលចរាចរណ៍ខេត្តកណ្ដាលរត់ចោលគោលដៅបាញ់ល្បឿនបន្ទាប់ពីបង្កបញ្ហាជាមួយប្រជាពលរដ្ឋទ្វេដំណេយតាមដងផ្លូវរួចមកហេតុការណ៍នេះគេថ្លែងនៅផ្លូវជាតិលេខ3ស្ថិតនៅឃុំអន្លង់រមៀតស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលថ្ងៃទី2ខែមេសាឆ្នាំ2025មូលហេតុគឺមន្ត្រីនគរបាលចរាចរណ៍ដែលឈរពួនស្ទាក់នៅផ្លូវជាតិលេខ3បានស្ទុះចេញមកខាត់រថយន្ត Pick-up Ford មួយគ្រឿងដែលកំពុងពៃក្បរត្រឹមត្រូវតាមល្បឿនកំណត់ម្ចាស់រថយន្ត Ford បានជន់រវាងភ្លាមស្រាប់តែមានរថយន្តមួយគ្រឿងទៀតពេកមកបុករថយន្ត Ford ពីក្រោយឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បែបនេះមន្ត្រីចរាចរណ៍ដែលជាអ្នកបង្ករហេតុមិនបានចុះវាស់វែងដើម្បីរកដំណោះស្រាយឲ្យប្រជាពលរដ្ឋទេបែរជានាំគ្នាពេករថយន្តគេចចេញពីគោលដៅអស់តែម្ដងទង្វើរបស់មន្ត្រីនគរបាលចរាចរណ៍ទាំងនោះត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងលើបណ្ដាញសង្គម Facebook ព្រោះតែមន្ត្រីទាំងនោះមិនទទួលខុសត្រូវលើទង្វើរបស់ខ្លួនពាក់ព័ន្ធទង្វើខាងលើលោកឧត្តមសេនីយ៍ តូ ឈឿន សុចិត្រស្នងការនគរបាលខេត្តកណ្ដាលកំពុងស្រាវជ្រាវរកការពិតប្រសិនបីរកឃើញថាមន្ត្រីចរាចរណ៍ស្ថិតនៅក្រោមអាវុធរបស់លោកធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋពិតប្រាកដមែនលោកនឹងមិនយកយកទេគឺត្រូវដាក់វិន័យកងកម្លាំងនគរបាលជាតិឲ្យបានធ្ងន់ធ្ងរបំផុតអរគុណចំពោះការចូលទស្សនាវីដេអូនេះបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតសូមអរគុណយ៉ាងកក់ក្ដៅ Thank you so much